គួរឲ្យខឹងមែនសូមឲ្យពួកអ្នកដែលមកព្យាបាទយើងคล้ายទៅជាដុំថ្មទាំងអស់រឿងមនីឥសីមកទឹកកាលពីព្រេងនាយមានមនីឥសីមួយអង្គគង់នៅព្រៃហេមពៀនចេះសិលមុនវិជាការខ្លាំងប្រកាយជាងឥសីដទៃទៀតនឹងកាន់សច្ចៈទៀងត្រង់ទៅធ្វើឲ្យឥសីនោះคล้ายជាមកទឹកនិយាយយ៉ាងណាគឺបានយ៉ាងនោះរួចហើយនាយនីសូរីវង្សបានមកជួបលោកតាមានរឿងអីមែនទេហេតុអីបានជាហៅចៅមកលឿនដូច្នេះនីសូរីវង្សចៅមកដល់ហើយចៅត្រូវត្រង់ស្ដាប់តាមពាក្យតាត្រូវគង់សមាធិនៅទីនេះរយៈពេល7ថ្ងៃហាមមករំខានតាកណាលោកតាអញ្ចឹងគ្រប់7ថ្ងៃចៅត្រូវមកទីនេះម្ដងទៀតមែនទេចៅត្រឡប់ទៅរៀនមុនវិជ្ជាការរបស់ចៅវិញចុះសម័យមួយមានព្រះរាជាសោយរាជនៅនគរពារាមសីអបសុខក្នុងព្រះរាជហឫទ័យបានពិភាក្សាជាមួយអគ្គមហេសីព្រមទាំងសេនាថ្ងៃស្អែកត្រូវរៀបចំឲ្យបានរៀបរយព្រោះយើងនាំមហេសីព្រមទាំងបុត្រីរបស់យើងទៅពិពាតក្នុងព្រៃកណាថ្លៃវិសេសព្រះមហេសីបាននាំដំណឹងនេះប្រាប់បុត្រីត្រៀមព្រះកាយក្នុងថ្ងៃស្អែកមេរាបុត្រីមេដាមានរឿងអ្វីនៅក្នុងព្រះរាជហឫទ័យហេតុម្ដេចបានជាប្រែវងភ័ក្រស្រងត់ស្រងាត់ស្អែកនេះព្រះបិតារបស់បុត្រយើងក្រសាលនៅឯព្រៃផងព្រះពរព្រះមេដាបុត្រនឹងត្រៀមព្រះកាយតែក្នុងចិត្តដែរព្រួយប្រតីយ៉ាងម៉េចមិនដឹងទេបុត្រីកុំព្រួយព្រះរាជហឫទ័យអីហើយឆាប់ចូលផ្ទុំនឹងអាលតើនពីព្រលឹមណាក់បនប្រលឹមឡើងព្រះអង្គនិងព្រះមហេសីព្រមទាំងបុត្រីគង់លើគ្រែស្នែងហើយមានសេនានិងភីលៀងបានដើរហែហោមដំណើរតាមផ្លូវព្រះមហេសីមានបន្ទូលទៅកាន់ព្រះអង្គម្ចាស់បងទស្សនភាពទីនេះគួរឲ្យគយគន់ណាស់ម្ចាស់អូនទ្រង់សពព្រះហឫទ័យអញ្ចឹងថ្ងៃក្រោយបងនឹងជូនអូននិងបុត្រីមកកាន់ទីនេះម្ដងទៀតបងចាន់ហេតុអ្វីទៅណោះបានក្នុងហឫទ័យភ័យអពេលជាងមកកាន់ព្រៃដំបងពាក់កណ្ដាលផ្លូវក៏ជួបតាមមនីឥសីកំពុងតាំងសមាធិព្រះរាជាស្រែកសួរឥសីនោះថាណែតើអ្នកជាណាមកពីណាបានជាមកអង្គុយនៅក្នុងព្រៃតែឯងចឹងព្រះមនីឥសីកំពុងតែសមាធិមិនបានឮសម្ដីរបស់ព្រះរាជាឡើយព្រះរាជាសួរជាច្រើនដងនៅតែមិនឮសំឡេងឥសីឆ្លើយតបមកវិញសោះធ្វើឲ្យព្រះអង្គខ្ញាល់យ៉ាងខ្លាំងហើយទ្រង់ត្រាស់សួរយ៉ាងខ្លាំងទៀតថាតើឯងឮយើងសួរទេឥសីនៅតែមិនឮដដែលព្រះរាជាខ្ញាល់រឹតតែខ្លាំងអ្នកពិតជាមនុស្សកោងកាចមិនខ្លាចយើងជាស្ដេចផែនដីអ្វីសោះអ្នកមើលស្រាលយើងអញ្ចឹងណែអ្នកមិនក៏មិនស្ដីអីបន្តិចសោះអញ្ចឹងព្រះរាជា